និទានគំនិតកាន់តែស្លន់កាន់តែខុសមានរឿងនិទានបុរាណមួយបានលើកឡើងអំពីការប្រកួតប្រជែងគ្នារវាងព្រះអាទិត្យនិងព្រះវាយោដែលថាតើអ្នកណាអាចមានសមត្ថភាពធ្វើឲ្យអាវរងារបស់បុរសម្នាក់ដែលកំពុងតែពាក់នោះរបូតចេញពីខ្លួនបានព្រះវាយោជាអ្នកចាប់ផ្ដើមមុនដោយចាប់ផ្ដើមផ្លុំបង្កើតជាខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងដើម្បីឲ្យអាវរងារបស់បុរសនោះរបូតចេញពីខ្លួនខ្យល់បក់កាន់តែខ្លាំងបុរសម្នាក់នោះកាន់តែក្តោបអាវជាប់មិនឲ្យរបេះនោះឡើយព្រះវាយោក៏ចាល់តម្រេះមិនអាចធ្វើឲ្យអាវរបស់បុរសម្នាក់នោះរបូតចេញពីខ្លួនបានឡើយដល់វេនព្រះអាទិត្យវិញម្ដងព្រះអាទិត្យគ្រាន់តែជះកម្ដៅមកលើបុរសម្នាក់នោះបន្តិចម្ដងបុរសនោះក្រោយពីបាត់រងាហើយក៏ចាប់ផ្ដើមឡើងក្ដៅស្អុះវិញម្ដងនៅទីបំផុតគេក៏ចាប់ផ្ដើមដោះអាវរងានោះចេញពីខ្លួនគេគិតសពទៅព្រះអាទិត្យនិងព្រះវាយោដូចជាទំនេរសម្បើមណាស់ចេះយកមនុស្សមកលេងសើចទៅកើតមានរឿងមួយទៀតក៏បានលើកឡើងដែរថាប្រសិនបើយើងចង់រករបស់អ្វីដែលបាត់នៅក្នុងពាងដែលមានទឹកល្អក់នោះយើងចាំបាច់ត្រូវតែយកសាច់ជូរមកកូរវាជាមុនសិនដើម្បីឲ្យកកដីនោះវាធ្លាក់ទៅក្រោមនោះទើបទឹកវារងថ្លាហើយយើងអាចយករបស់នោះចេញមកដោយងាយបានព្រមទាំងអាចយកទឹកនោះទៅប្រើប្រាស់បានថែមទៀតផងជីវិតរបស់យើងតែងតែជួបប្រទះនៅរឿងរ៉ាវនិងឧបសគ្គច្របូកច្របល់ជាច្រើនដែលតម្រូវឲ្យយើងដោះស្រាយប្រសិនបើយើងតក់ក្រហល់ឬស្លន់ស្លោខ្លាំងពេកតើយើងនឹងអាចដោះស្រាយបញ្ហានោះបានដោយស្រួលដែរឬទេហេតុនេះហើយប្រសិនបើមានហេតុការណ៍អ្វីកើតឡើងតម្រូវឲ្យយើងដោះស្រាយនោះយើងគួរតែចេះទប់ចិត្តទប់អារម្មណ៍ឲ្យនឹងណកុំបន្ទីបន្ទាន់កុំរំជើបរំជួលពេកនោះអីនៅពេលណាយើងរៀបចំអារម្មណ៍បានស្ងប់ស្រួលហើយទើបយើងអាចគិតអ្វីៗប្រកបដោយសតិសម្បជញ្ញៈបានបើមានហេតុការណ៍អ្វីកើតឡើងសូមកុំតក់ក្រហល់តាំងសតិទប់អារម្មណ៍ឲ្យស្ងប់នោះផ្លូវដោះស្រាយប្រកាសជាមានជាពុំខានអ្នកមានគតិបណ្ឌិតពេលជួបបញ្ហាគេទុកបញ្ហាដោយឡែកសិនពេលមានអារម្មណ៍ជ្រះស្រឡះហើយមានអំណាចគ្រប់គ្រងទៅលើបញ្ហានោះទើបគេចាប់ផ្ដើមដោះស្រាយបញ្ហានោះប្រកបដោយប្រសិទ្ធភាព